សួស្តីអ្នកទាំងអស់គ្នានេះគឺជាសកម្មភាពយើងទៅដើរលេងជុំមិត្តភ័ក្តិហើយថ្ងៃនេះដែរពួកខ្ញុំទៅលេងនៅផ្សារក្រោមដីនៅក្រុងកំពូលបងប្អូនមួយចំនួនប្រហែលជាស្គាល់បងប្អូនមួយចំនួនធំប្រហែលជាអត់ដែរស្គាល់ទេហើយនេះសកម្មភាពដែលពួកខ្ញុំដើរដើម្បីទៅរកចំណតឡានក្រុងដើម្បីយើងជិះទៅនេះគឺជាឡានក្រុងកន្លែងដែលយើងរងចាំប៉ុន្តែខ្ញុំមិនជិះឡានហ្នឹងទេខ្ញុំចាំជិះឡានមួយទៀតដោយសារលេខឡានខុសផ្លូវអញ្ចឹងខ្ញុំនៅឈរចាំឡានមួយទៀតដោយសារអាកាសធាតុឥឡូវដល់ខែក្តៅអញ្ចឹងយើងចាំនៅក្រោមម្លប់អញ្ចឹងយើងឆ្លៀតថតមួយវីដេអូដើម្បីចែកជូនបងប្អូនទស្សនាអញ្ចឹងអាកាសធាតុស្រុកគេប្រែប្រួលលឿនបងប្អូនត្រូវក្តៅត្រូវជាក់ដូចក្នុងវីដេអូនេះបងប្អូនដឹងហើយខ្ញុំទៅផុតរដូវធ្លាក់ព្រិលថ្ងៃមុនឥឡូវដល់រដូវក្តៅបើកថ្ងៃបណ្ដោយហើយបងប្អូនចង់ដឹងថាទីតាំងផ្សារនៅឯណាអញ្ចឹងចាំតាមដាននៅវីដេអូក្រោយទាំងអស់គ្នាសូមអរគុណបងប្អូន